សម្រាប់នៅក្នុងវីដេអូនេះអត់មានអីប្លែកថ្មីទេប៉ុន្តែគ្រាន់តែចង់មកបង្ហាញដល់បងៗទាំងអស់គ្នាឲ្យស្គាល់អំពីប្រភេទកណាត់ខ្មែរយើងបងស្ដាប់អត់ច្រឡំទេគឺជាប្រភេទកណាត់ខ្មែរយើងដែលត្បាញដោយប្រជាជនខ្មែរយើងផ្ទាល់ជាមួយនឹងសរសៃសូត្រសុទ្ធ 100% តែម្ដងជាក់ស្ដែងដូចជាកណាត់មួយក្បិនដែលខ្ញុំកំពុងតែធ្វើការលាបបង្ហាញទៅដល់បងទាំងអស់គ្នានឹងគឺជាសាច់ក្រណាត់ហូលខ្មែរដែលបងទាំងអស់គ្នាអាចមើលឃើញអំពីទម្រង់នៃក្រឡាគោមឬក៏ក្របគោមនៅលើផ្ទៃសំពត់នីមួយៗទម្រង់ក្របគោមឬក៏ក្រឡាគោមដែលមានទម្រង់ស្អាតប្លែកពីគ្នាពីមួយក្បិនទៅមួយក្បិនហ្នឹងគឺសិតសឹងតែបានមកអំពីការដំឡើងគៀតនិងចងក្របគោមជាពិសេសគឺការជ្រលក់ពណ៌ប្រម៉ោកពណ៌ទៅតាមពណ៌នីមួយៗដែលយើងចង់បានចំណែកឯមួយក្បិននេះវិញក៏ជាស្នាដៃវិញ្ញាណភ័ណ្ឌតម្បាញសូត្រសុទ្ធរបស់ខ្មែរយើងដូចគ្នាសំពត់ផាមួងខ្មែរសូត្រសុទ្ធឬក៏ផាមួងរងជើងចំពោះសាច់កណាត់ផាមួងខ្មែរនេះផងដែរគឺយើងអត់មានធ្វើការចងគោមឬក៏ដំឡើងគោមនៅលើផ្ទៃសំពត់នោះទេគឺមានតែការត្បាញលើកតកឆ្លាស់ចុះឆ្លាស់ឡើងរំលេចពណ៌លេចចេញជាទម្រង់ម៉ូដរងជើងឬក៏ម៉ូដបន្តទៅតាមផ្ទៃសំពត់អញ្ចឹងឯងទាំងនេះហើយគឺជាភាពខុសគ្នារវាងសាច់ហូលខ្មែរជាមួយនឹងសាច់ផាមួងខ្មែរសង្ឃឹមថាបងទាំងអស់គ្នានឹងអាចយល់ដឹងអំពីប្រភេទកណាត់ខ្មែរយើងតាមរយៈវីដេអូមួយនេះបានជម្រាបលាបងទាំងអស់គ្នាជួបភ័ក្រនៅវីដេអូក្រោយបាយ